រ៉ូស៊ីចាប់ផ្ដើមហុបហុលប្រកាសទិញស្រូវពីកសិករដើម្បីជួយដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃបន្ទាប់ពីកសិករជួបបញ្ហាស្រូវធ្លាក់ថ្លៃខ្លាំងដោយសារចរន្តទីផ្សារអន្តរជាតិប៉ុន្មានថ្ងៃចុងក្រោយនេះបណ្ដាក្រុមហ៊ុននិងអ្នករ៉ូស៊ីតាមអនឡាញមួយចំនួនបានហុបហុលក្នុងការប្រកាសទិញស្រូវពីកសិករខណៈអ្នកខ្លះបានឲ្យតម្លៃលើសពីទីផ្សារបច្ចុប្បន្នដើម្បីជាការជួយដល់កសិករតាមរយៈសង្គម Facebook នៅថ្ងៃទី3ខែវិច្ឆិកានេះអ្នកអង្គការស៊ូវិរៈម្ចាស់ក្រុមហ៊ុនវិរៈប៊ុនធម្មបានប្រកាសថានឹងប្រមូលទិញស្រូវពីកសិករប្រមាណ 30,000 តោនក្នុងតម្លៃ 950 រៀលក្នុង1គីឡូក្រាមដើម្បីចំណែកដោះស្រាយបញ្ហាទីផ្សារស្រូវនាពេលបច្ចុប្បន្ននេះទន្ទឹមនឹងនេះអ្នកអង្គការនំវណ្ណៈប្រធានក្រុមហ៊ុន AC Group បានប្រកាសប្រមូលទិញពីកសិករផងដែរដោយលោកស្រីមានគម្រោងទិញស្រូវ OM 5451និងស្រូវស្រងាយចំនួន100 តោនក្នុងតម្លៃ1គីឡូ800រៀលសម្រាប់ស្រូវសើមនិងស្រូវស្ងួតក្នុងតម្លៃ 1,000 រៀលក្នុង1គីឡូក្រាមសម្រាប់នៅវគ្គទី1ដើម្បីចូលរួមជួយកសិករខ្មែរការប្រកាសចូលរួមទិញស្រូវនេះគឺលោកស្រីយកទៅចែកជូនបងប្អូនវីរៈកងទ័ពជួរមុខក្នុងមួយនាក់ចំនួន25គីឡូក្រាមចំណែកលោកស្រីទ្រីដាណាប្រកាសជួយទិញស្រូវកសិករក្នុងតម្លៃពី800ទៅ1,000រៀលក្នុង1គីឡូក្រាមផងដែររីឯក្រុមហ៊ុនស្រាបៀរ Gensberg ដែលជាម្ចាស់ក្រុមហ៊ុនផលិតផលក្នុងស្រុកមួយបានប្រកាសពីគំនិតផ្ដួចផ្ដើមដ៏គួរឲ្យកោតសរសើរមួយដោយសម្រេចចិត្តនឹងទិញស្រូវពីកសិករខ្មែរក្នុងបរិមាណរហូតដល់100 តោនក្រុមហ៊ុនវឌ្ឍនាក៏បានប្រកាសជួយកសិករខ្មែរទិញស្រូវចំនួន100 តោនក្នុងតម្លៃ 1,000 រៀលក្នុង1គីឡូក្រៅពីបណ្ដាក្រុមហ៊ុនអ្នកអង្គការនិងអ្នករកស៊ីតាមអនឡាញទាំងនេះក៏មានបុគ្គលផ្សេងទៀតប្រកាសជួយទិញស្រូវជាបន្តបន្ទាប់ផងដែរ